សួស្តីប្រិមិត្តអ្នកទស្សនាទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Marie CLTV នាងខ្ញុំ Marie សូមនាំមកជូននៅព័ត៌មានក្តៅនិងសោកស្ដាយមួយដែលកំពុងធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តយ៉ាងខ្លាំងពាក់ព័ន្ធនឹងតារាចម្រៀងរៀងច្បងអ្នកនាងអ៊ឹនស្រីមុំប្រិមិត្តអើយគ្រាន់តែឃើញវីដេអូ live មួយរយៈពេលប្រមាណ12នាទីរបស់អ្នកនាងអ៊ឹនស្រីមុំអង្គុយស្រក់ទឹកភ្នែកនៅក្បែរក្រេពេទ្យឪពុកដោយនិយាយសូមបីតែមួយម៉ាត់ក៏គ្រប់គ្នាស្ទើរតែទប់អារម្មណ៍មិនចប់ដែរវ័យដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែឈឺចាប់ចំណុះនោះគឺសារមួយឃ្លារបស់អ្នកនាងដែលសរសេរថាកូនជាកូនមិនបានការគ្មានលទ្ធភាពមើលជំងឺឪពុកឈឺកូនតូចចិត្តណាស់ប៉ាឲ្យកូនសុំទោសប៉ាគ្រាន់តែឃ្លានេះក៏ធ្វើឲ្យមនុស្សជាច្រើនស្ទើរតែទប់ទឹកភ្នែកតាមដែរប្រិមិត្តជាទីគោរពអ្នកនាងអ៊ឹនស្រីមុំគឺជាតារាចម្រៀងស្រីរីងច្បងមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងក្នុងសិល្បៈខ្មែរជាពិសេសតាមរយៈបទចម្រៀងបែបរដើននិងបទល្បីពាក់អាវមិនដែលឃើញដោះដែលធ្លាប់ទុះការគ្រប់គ្រងខ្លាំងកាលពីអតីតកាលបើទោះបីជាបច្ចុប្បន្នអ្នកនាងមិនស្ថិតក្រោមផលិតកម្មធំៗដូចមុនក៏ដោយប៉ុន្តែអ្នកនាងនៅតែបន្តអាជីពសិល្បៈដោយចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីកម្មវិធីមង្គលការនិងកម្មវិធីជប់លៀងនានាដើម្បីរកចំណូលចិញ្ចឹមជីវិតប៉ុន្តែជីវិតមនុស្សមិនមានអ្នកណាដឹងមុនថាថ្ងៃណានឹងជួបការលំបាកធ្ងន់ធ្ងរនោះទេនៅថ្ងៃទី24ខែឧសភាឆ្នាំ2026អ្នកនាងអ៊ឹនស្រីមុំបានធ្វើការ live វីដេអូមួយនៅលើ Facebook ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងសោកស្ដាយខ្លាំងនៅក្នុងវីដេអូនោះគេឃើញអ្នកនាងអង្គុយនៅក្បែរក្រេពេទ្យរបស់ឪពុកដែលកំពុងសម្រាប់ព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់អ្នកនាងនិយាយទាំងមានទឹកភ្នែកហូរជោគផែនថ្ពាល់និងទឹកមុខពោពេញដោយទុកព្រួយទោះបីមិនមានពាក្យសម្ដីច្រើនប៉ុន្តែអារម្មណ៍ឈឺចាប់របស់អ្នកនាងត្រូវបានមហាជនយល់យ៉ាងច្បាស់ព្រោះក្នុងនាមជាកូនម្នាក់ការមើលឃើញឪពុកកំពុងឈឺធ្ងន់ហើយខ្លួនឯងគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ព្យាបាលគឺជាការឈឺចាប់បំផុតមួយក្នុងជីវិតបន្ទាប់មកអ្នកនាងក៏បានបញ្ជាក់ថាឪពុករបស់អ្នកនាងមានអាយុប្រមាណ70ឆ្នាំនិងកំពុងមានជំងឺបេះដូងធ្វើទុកខ្លាំងស្ថានភាពជំងឺចាស់បានធ្វើឲ្យលោកត្រូវបញ្ជូនចូលមន្ទីរពេទ្យកាឡាម៉ែតក្នុងបន្ទប់សង្គ្រោះបន្ទាន់អ្វីដែលធ្វើឲ្យអ្នកនាងកាន់តែបាក់ទឹកចិត្តនោះគឺបញ្ហាហិរញ្ញវត្ថុអ្នកនាងបានសារភាពថាមួយរយៈចុងក្រោយនេះការងារសិល្បៈមិនសូវមានទើបធ្វើឲ្យប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំងទោះខំប្រឹងច្រៀងតាមកម្មវិធីផ្សេងៗក៏ដោយប៉ុន្តែវានៅតែមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការព្យាបាលឪពុកដែលត្រូវការថ្លៃពេទ្យច្រើនប្រិមិត្តអើយក្នុងសង្គមសពថ្ងៃមនុស្សជាច្រើនតែងតែគិតថាអ្នកសិល្បៈសុទ្ធតែមានជីវភាពធូរធារមានលុយមានកេរ្តិ៍ឈ្មោះប៉ុន្តែការពិតមិនមែនបែបនោះទាំងអស់ឡើយមានអ្នកសិល្បៈជាច្រើនកំពុងតស៊ូជីវិតយ៉ាងលំបាកជាពិសេសពេលគ្មានការងារសិល្បៈឬនៅពេលជួបបញ្ហាគ្រួសារបន្ទាន់ក្រោយឃើញស្ថានភាពដ៏គួរឲ្យអាណិតនេះមហាជនជាច្រើនបាននាំគ្នាចូលទៅខមមិនលើកទឹកចិត្តនិងបួងសួងឲ្យឪពុករបស់នាងឆាប់បានជាសះស្បើយមិនត្រឹមតែប៉ុណ្ណោះក៏មានសប្បុរសជនជាច្រើនបានផ្ញើថវិកាជួយសម្រួលបន្ទុកថ្លៃព្យាបាលផងដែរក្នុងនោះក៏មានអតីតតារាសម្ដែងអ្នកនាងលុយសាលីណាភរិយាលោកសុកសុភាព្រមទាំងសិល្បករនិងមិត្តភ័ក្តិមួយចំនួនទៀតបានចូលរួមជួយជាថវិកាទោះបីជាអ្នកនាងអ៊ឹនស្រីមុំមិនបានប្រកាសសុំជំនួយជាសាធារណៈក៏ដោយនេះបង្ហាញថានៅក្នុងសង្គមខ្មែរទឹកចិត្តមនុស្សធម៌និងការចេះជួយគ្នានៅតែមានភាពកក់ក្ដៅខ្លាំងណាស់ជាពិសេសនៅព្រឹកថ្ងៃទី26ខែឧសភាឆ្នាំ2026អ្នកនាងអ៊ឹនស្រីមុំក៏ត្រូវបានបង្ហោះសារជាថ្មីមួយបញ្ជាក់ថាឪពុករបស់អ្នកនាងត្រូវបានបញ្ជូនមកមន្ទីរពេទ្យនិងបានដាក់ថ្នាំអន់អាការៈឈឺចុកទ្រូងហើយស្ថានភាពក៏មានភាពធូរស្រាលបន្តិចវិញផងដែរអ្នកនាងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ព្រះសង្ឃញាតិធម៌និងបងប្អូនទាំងក្នុងនិងក្រៅប្រទេសដែលបានជួយបារម្ភសួរសុខទុក្ខនិងផ្ញើកម្លាំងចិត្តមកកាន់គ្រួសាររបស់អ្នកនាងប្រិមិត្តជាទីគោរពរឿងរបស់អ្នកនាងអ៊ឹនស្រីមុំនៅពេលនេះមិនមែនគ្រាន់តែរឿងរបស់តារាម្នាក់យំក្នុង live ប៉ុណ្ណោះទេប៉ុន្តែជារូបភាពឆ្លុះបញ្ចាំងពីជីវិតពិតរបស់មនុស្សជាច្រើនក្នុងសង្គមនៅពេលឪពុកម្ដាយធ្លាក់ខ្លួនឈឺកូនគ្រប់រូបតែងចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីសង្គ្រោះពួកគាត់ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់នោះទេហើយអារម្មណ៍ខ្លួនឯងមិនបានការដែលអ្នកនាងបាននិយាយនោះគឺជាអារម្មណ៍ដែលកូនជាច្រើនធ្លាប់ជួបនៅពេលដែលមិនអាចជួយមនុស្សដែលខ្លួនស្រឡាញ់បានពេញលេញយ៉ាងវិញទៀតករណីនេះក៏បង្ហាញពីភាពមិនច្បាស់លាស់នៃជីវភាពសិល្បៈផងដែរនៅពេលមានការងារអាចរកចំណូលបានល្អប៉ុន្តែនៅពេលទីផ្សារស្ងប់ឬគ្មានកម្មវិធីក៏អាចជួបបញ្ហាជីវភាពភ្លាមនេះជាមូលហេតុដែលអ្នកសិល្បៈជាច្រើនត្រូវខំប្រឹងធ្វើការច្រើនមុខដើម្បីធានាជីវភាពរបស់ខ្លួននិងគ្រួសារប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្តបំផុតគឺទឹកចិត្តរបស់មហាជនទោះមិនស្គាល់គ្នាក៏ដោយប៉ុន្តែពេលឃើញអ្នកណាម្នាក់កំពុងជួបទុក្ខ
លំបាកមនុស្សជាច្រើននៅតែចូលរួមជួយតាមលទ្ធភាពនេះហើយជាភាពស្រស់ស្អាតនៃសង្គមខ្មែរហើយនាងខ្ញុំម៉ារីគិតថាកម្លាំងចិត្តគឺជារឿងសំខាន់ណាស់សម្រាប់អ្នកនាងអឿនស្រីមុំនៅពេលនេះព្រោះក្រៅពីចំណាយថ្លៃពេទ្យអ្នកដែលកំពុងមើលថែអ្នកជំងឺក៏ត្រូវការកម្លាំងផ្លូវចិត្តយ៉ាងខ្លាំងដែរជាចុងក្រោយនាងខ្ញុំម៉ារីសូមចូលរួមបួងសួងឲ្យឪពុករបស់អ្នកនាងអឿនស្រីមុំឆាប់ជាសះស្បើយមានសុខភាពល្អវិញនិងសូមឲ្យអ្នកនាងមានកម្លាំងចិត្តរឹងមាំអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះបានដោយសុវត្ថិភាពប្រិមិត្តជាទីស្រឡាញ់តើប្រិមិត្តមានមតិយោបល់យ៉ាងណាចំពោះរឿងនេះសូមចូលរួមបញ្ចេញមតិនិងផ្ញើកម្លាំងចិត្តជូនអ្នកនាងអឿនស្រីមុំនិងក្រុមគ្រួសាររបស់អ្នកនាងផងបើសិនជាប្រិមិត្តពេញចិត្តការផ្សាយរបស់ Marie CL TV សូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀតនាងខ្ញុំ Marie សូមអរគុណនិងជម្រាប